Ok, sao thế? Sao cô mà can ở video mấy? Ở ngay khi trong miền Việt thì là bọt mùi mây từ đấy trong chai lại tại can nè bọt ní hãy sân bài nè tao nơi gặp tôi tại miền con tôi tui nơi hàng không tiếc hãy con tôi có bọn nè tao ní mơ tới quạt lướt luôn dứt giá rồi có bật lướt luôn chẳng video này cứ xem mẹ tao nè mà mình lướt luôn từ tam với ឬក៏មានការពន្យាពេលទៅក្នុងការលូតលាស់អញ្ចឹងប្រមាណចំណុចខាងក្រោមនេះគឺជួយឲ្យកូនកូនរបស់លោកអ្នកអាចលូតលាស់បានល្អជាងមុនចឹងគឺទី1គឺការផ្ដល់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់និងបានត្រឹមត្រូវការផ្ដល់អាហារូបត្ថម្ភឲ្យបានត្រឹមត្រូវគឺយើងផ្ដល់អាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ដែលមានដូចជាសាច់ស៊ុបនិងសណ្តែកជាដើមផ្ដល់កាល់ស្យូមនិងវីតាមីន D ដែលទាំងអស់នេះគឺវាមាននៅក្នុងទឹកដោះគោទឹកសណ្តែកនិងសាច់ត្រីមួយទៀតគឺផ្ដល់អាហារដែលមានសារធាតុដែកអញ្ចឹងអាហារដែលសម្បូរជាតិដែកគឺមាននៅក្នុងពពុះសាច់ដែលមានពណ៌ក្រហមនិងបន្លែបៃតងមួយទៀតគឺយើងត្រូវចេះលើកទឹកចិត្តឲ្យកុមារគាត់ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើនបន្លែនិងផ្លែឈើឲ្យបានច្រើននេះហើយគឺជួយឲ្យការលូតលាស់របស់កុមារគឺលូតលាស់បានល្អចំណុចទី2យើងត្រូវជំរុញឲ្យកុមារគេញឲ្យបានលក់គេថាយើងត្រូវជំរុញឲ្យកុមារគេលក់ឲ្យបានគ្រប់គ្រាន់ជាទូទៅកុមារអាចគេលក់ឲ្យស្កប់អាចចន្លោះពេលពី8ទៅ12ម៉ោងនៅក្នុងមួយយប់មួយទៀតកន្លែងដែលគេត្រូវរៀបចំនិងបង្កើតបរិយាកាសឲ្យស្ងប់ស្ងាត់មុនគេកុំចាក់ចម្រៀងឬក៏មានការស្រែកឡូឡាអញ្ចឹងជាហេតុដែលធ្វើឲ្យកុមារគេមិនលក់ហើយគេអត់ស្កប់ទេអញ្ចឹងក៏វាប៉ះពាល់ទៅដល់ការលូតលាស់របស់កុមារផងដែរដោយសារតែសម័យនេះគឺជាសម័យបច្ចេកវិទ្យាអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសណាស់នឹងឲ្យកុមារទូចអាចឲ្យជាលក្ខណៈមើលទូរស័ព្ទ tablet ឬក៏ iPad ជាដើមអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែឲ្យគាត់មើលទាំងអស់នេះនៅពេលដែលមុនគេ1ម៉ោងឬក៏2ម៉ោងអ្នកទាំងអស់គ្នាគួរតែកុំឲ្យគាត់មើលដើម្បីឲ្យការគេងរបស់គាត់គេលក់ឲ្យបានល្អហើយដល់ពេលដែលគាត់គេងលក់ស្កប់ស្កល់ការលូតលាស់របស់គាត់គឺកាន់តែល្អផងដែរចំណុចទី3វិញគឺយើងដែលជាឪពុកម្ដាយឬក៏អាណាព្យាបាលត្រូវតែលើកទឹកចិត្តឲ្យកុមារគាត់ហាត់ប្រាណសម្រាប់តែកុមារតូចមិនមែនឲ្យយើងទៅជីមទៅអីទៅហាត់ប្រាណអីនេះទេគឺឲ្យគាត់លេងជាបែបលក្ខណៈកីឡាមានដូចជាការហែលទឹកវៃកូនបាល់ឬក៏លេងលោកទន្ទាក់ជាដើមអញ្ចឹងសកម្មភាពបែបនេះគឺជួយឲ្យកុមារបញ្ចេញអញ្ចឹងមានន័យថាអាចហាត់ប្រាណតាមរយៈបែបកីឡាដែលរៀបរាប់ខាងលើនេះមួយទៀតគឺឲ្យកុមារចេញទៅលេងនៅខាងក្រៅផ្ទះដើម្បីទទួលបាននៅពន្លឺថ្ងៃដែលពន្លឺថ្ងៃនេះវាមាននីតិនៅក្នុងការស្បែកស្រូបយកពពួកនៅវីតាមីន D ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំរបស់កុមាររឹងមាំហើយនឹងជួយឲ្យការលូតលាស់គឺកាន់តែល្អផងដែរចំណុចមួយទៀតគឺត្រូវឲ្យកុមារធ្វើលំហាត់ប្រាណបែបនេះជារៀងរាល់ថ្ងៃមានន័យថាគាត់លេងកីឡាជាប្រចាំគាត់អាចនឹងលេងចេញមកលេងនៅក្រៅផ្ទះកុំលេងនៅក្នុងផ្ទះទេដើម្បីឲ្យខ្លួនប្រាណរបស់កុមារនឹងទទួលបានការសំយោគនៅវីតាមីន D បូករួមជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃផងដែរចំណុចទី4គឺត្រូវពិនិត្យសុខភាពកុមារជារៀងរាល់ខែឬក៏ជារៀងរាល់ឆ្នាំហេតុអីបានត្រូវពិនិត្យពីព្រោះអីគឺនៅពេលដែលពិនិត្យសុខភាពរបស់កុមារដើម្បីឲ្យពូពេទ្យតាមដានកម្ពស់និងការលូតលាស់របស់កុមារឲ្យបានទៀងទាត់ហើយការពិនិត្យហ្នឹងគឺត្រូវពិនិត្យទៅលើតកតងជាមួយទៅនឹងបញ្ហាសុខភាពដូចជាការប្រែប្រួលអរម៉ូនរបស់កុមារ
ឬក៏កុមារគាត់មានបញ្ហាសុខភាពទាក់ទងជាមួយទៅនឹងការបឺតស្រូបយកចំណីអាហារដោយសារតែប្រព័ន្ធរំលាយអាហាររបស់គាត់មានបញ្ហាមួយវិញទៀតប្រសិនបើលោកអ្នកឃើញការលូតលាស់របស់កូនរបស់លោកអ្នកយឺតយ៉ាវឬក៏វាពជាពេលសូមអ្នកទាំងអស់គ្នានាំកូនរបស់លោកអ្នកមកជួបជាមួយទៅនឹងគ្រូពេទ្យហើយទី5ជាចំណុចចុងក្រោយនោះគឺយើងត្រូវរៀបចំបរិយាកាសកន្លែងរស់នៅរបស់យើងឲ្យបានល្អដោយយើងចេះបង្កើតបរិយាកាសឬក៏ឲ្យមានអារម្មណ៍នៅពេលដែលទៅដល់នៅក្នុងផ្ទះរបស់យើងគឺមានថាអារម្មណ៍ថាសុខសាន្តហ្មងគឺចូលទៅមកកុមារមិនមានអារម្មណ៍ថាភាពតានតឹងហើយតាក់ទងជាមួយទៅនឹងការញ៉ាំវិញការញ៉ាំចំណីអាហារប្រចាំថ្ងៃគឺបដោតធ្វើយ៉ាងណាឲ្យចំណីអាហារនោះវាមានសមត្ថភាពហើយនឹងគុណភាពល្អដើម្បីកុំឲ្យកុមារមានការឈឺឬក៏មានជំងឺតាក់ទងជាមួយនឹងដោយសារតែចំណីអាហារនេះផងដែរហើយជាចំណុចចុងក្រោយគឺជៀសវាងភាពតានតឹងដែលវាអាចប៉ះពាល់ទៅដល់អរម៉ូនរបស់កុមារគឺអរម៉ូនលូតលាស់នេះតែម្ដងអញ្ចឹងប្រសិនបើកុមារមានភាពតានតឹងនៅក្នុងអារម្មណ៍នោះវាធ្វើឲ្យការលូតលាស់របស់កុមារមិនបានល្អនោះទេអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែមានកូនតូចនៅក្នុងផ្ទះហើយមើលទៅការលូតលាស់របស់គាត់មិនសូវបានល្អនោះទេអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើតាមវិធីដែលខ្ញុំបានរៀបរាប់ទាំង5ចំណុចនេះប្រសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះសូមជួយចែករំលែកវីដេអូនេះហើយសម្រាប់អ្នកថ្មីដែលទើបតែស្គាល់នៅ channel របស់ខ្ញុំទេសូមមេត្តាជួយ Subscribe នៅ channel របស់ខ្ញុំផងដើម្បីទទួលបានគន្លឹះថ្មីទាក់ទងជាមួយទៅនឹងបញ្ហាសុខភាពទូទៅនិងសុខភាពកុមាររួមទាំងថ្នាំបង្ការផងដែរនៅពេលនេះសូមអរគុណសូមជម្រាបលា